តវិភាគមុនដែលទូប្រុសរបស់យើងបានចូលទប់ទឹកមនុស្សប្រុសហើយទូប្រុសរបស់យើងបានឃើញទៅកាន់លោកនាយកភ្លាមនោះទូប្រុសរបស់យើងបានសួរទៅកាន់លោកនាយកតើលោកនាយកនៅទីនេះមែនទេភ្លាមនោះទូប្រុសរបស់យើងបាននឹកឃើញថាខ្លួនឯងបានចូលទប់ទឹកមនុស្សប្រុសហើយទូប្រុសរបស់យើងបានរត់ចាក់ចែងពីលោកនាយកហើយលោកនាយកបាននិយាយទៅកាន់ទូប្រុសថាគឺថាទូប្រុសរបស់យើងបានចូលទប់ទឹកខុសហើយដោយសារថាទប់ទឹកនេះគឺជាបុរសដទៃភ្លាមនោះទូប្រុសរបស់យើងបានតបទៅកាន់លោកនាយកថាត្រូវហើយដោយសារតែខ្ញុំនឹងចូលច្រឡំភ្លាមនោះលោកឧទ្យានបាននិយាយទៅកាន់ទូប្រុសមិនអីទេតើទូប្រុសរបស់យើងនឹងកំពុងតែសម្របខ្លួនមែនទេហើយទូប្រុសរបស់យើងបានចូលទប់ទឹកខុសទេដោយសារថាទូប្រុសរបស់យើងបានចូលទប់ទឹកមនុស្សប្រុសបន្ទាប់ពីគាត់បានប្រាប់ទៅកាន់ទូប្រុសរួចភ្លាមនោះលោកនាយកបានសួរទៅកាន់ទូប្រុសថាតើការបង្ហាញរបស់ឯងនឹងបានចាប់ហើយនៅអូមើលទៅកាន់ដំបងក្មេកក្រោមភ្នែករបស់ឯងនឹងពិតជាឡើងដំបងខ្មៅហើយលោកនាយកបាននិយាយទៅកាន់ទូប្រុសថាមិនដេចទេតើអ្នកបង្ហាត់ថ្មីតើគាត់នឹងបង្ហាត់បានល្អដែរទេហើយគាត់បានសួរទៀតថាតើទូប្រុសរបស់យើងមានរូបភាពហើយនៅហើយអ្នកគ្នាដូចជាដឹងហើយថាទូប្រុសរបស់យើងតាំងពីចូលបង្ហាត់មកមិនមានរូបភាពនោះទេគឺថាទូប្រុសរបស់យើងបានតែឆោតស្ងាត់ទៀតនៅលោកនាយកនិយាយបែបនេះស្អីទៅកាន់ទូប្រុសថាបើទូប្រុសរបស់យើងមិនមានរូបភាពច្បាស់ណាស់មិនសិនទេគេដេញទូប្រុសរបស់យើងចេញហើយបន្ទាប់ពីពួកគេបាននិយាយចប់ហើយរឿងរបស់យើងកាន់មកខាងនេះវិញកាត់មកទូប្រុសរបស់យើងកំពុងតែនៅក្នុងទូទឹកហើយទូប្រុសរបស់យើងបាននិយាយថាវាមិនងាយស្រួលទេដែលឲ្យខ្ញុំនឹងមកវឹកហាត់សម្រាប់សម្រួលជាមួយនឹងក្រុមស្រីតើសាហេតុរបស់យើងធ្វើកិច្ចការលំបាកនេះតើសាហេតុរបស់យើងត្រូវការអ្វីពីគាត់មិនអីទេបើសិនជាឲ្យសាហេតុរបស់យើងវឹកហាត់ឲ្យគាត់នឹងសម្រាប់សម្រួលជាមួយនឹងក្មេងស្រីតើវាល្អមែនទេតែវាមានបញ្ហាមួយដោយសារតែខ្ញុំឥឡូវមិនទាន់មានរូបភាពនោះទេនៅពេលដែលទូប្រុសរបស់យើងកំពុងតែនៅក្នុងទឹកខ្ញុំនោះមានក្មេងស្រីបានដើរចូលមកហើយអ្នកបាននិយាយថាបន្ទាប់មកពួកយើងនឹងចូលទៅកាន់ក្លឹបរាប់ហើយអ្នកបាននិយាយតទៀតថាខ្ញុំមិនចង់ចូលទេខ្ញុំនឹងចង់តែស្លាប់នៅទីនេះនោះទេហើយពួកគេបាននិយាយតទៀតថាតើអ្នកមិនបានឃើញនាងមួយចែងមុននេះមែនទេហើយអ្នកបាននិយាយតទៀតថាតើវាច្រើនទេដែលយើងមិនបានធ្វើកិច្ចការទាំងអូតើអ្នកមិនដឹងមែនទេហើយជានាងមកទីនេះវាបានគិតច្រើនមើលទៅដោយដែលសូយូទីបាននិយាយមើលទៅហើយក្មេងស្រីនៅទីបាននិយាយថាខ្ញុំធ្លាប់និយាយជាមួយនាងផងដែរខ្ញុំមើលទៅការនាងតើដូចជាមិនអត់ពើជាមួយនឹងខ្ញុំអញ្ចឹងអូអ្នកគ្នាខ្ញុំភ្លេចប្រាប់ឈ្មោះនាងមានឈ្មោះដាប៊ីគឺថាអ្នកនឹងមានអាយុត្រឹមតែ17ឆ្នាំនោះទេបន្ទាប់ពីក្មេងស្រីនៅទីបានស្ដាប់ដាឌីរបស់យើងនិយាយនាងបាននិយាយថាម៉ៃគ្រូដាឌីរបស់យើងបាននិយាយទៅកាន់នាងអញ្ចឹងតើពីក្មេងស្រីដែលទាំងបាននិយាយចាប់ដាឌីរបស់យើងបានប្រាប់ទៅកាន់នាងថាខ្ញុំគ្រាន់តែចង់ដឹងចង់ឮខ្ញុំក៏បានសួរសំណួរទៅកាន់នាងហើយនាងបានផ្ដល់ចម្លើយមកកាន់ខ្ញុំដែលមិនច្បាស់លាស់ហើយនាងក៏បាននៅចាក់ចែងពីខ្ញុំឡើងទៅបន្ទាប់ពីក្មេងស្រីដែលបានស្ដាប់ទៅកាន់ដាឌីរួចពេលនោះក្មេងស្រីបាននិយាយថាវាពិតជាគួរឲ្យអន់សម្ដេចណាស់ដែលនាងបានដើរចាក់ចែងអូបើសិនជានាងដើរចាក់ចែងវាមិនខុសនោះទេដោយសារតែនាងនឹងយកសម្រស់របស់នាងមកវាឆៃទៅកាន់ពួកគេនាងនោះមានក្មេងស្រីនៅទីបាននិយាយថាអូប្រហែលជាមុខខ្ញុំមើលទៅអូអ្នកគ្នាខ្ញុំភ្លេចប្រាប់បងទៅនាងមានឈ្មោះសុនយូរីហើយនាងមានអាយុ17ឆ្នាំផងដែរហើយព្រមនឹងសុនរីរបស់យើងបានសួរទៅកាន់អូនរីយ៉ងថាតើអូនរីយ៉ងរបស់យើងបានប្រចាំមុខជាមួយនឹងនាងមែនទេអូនរីយ៉ងរបស់យើងបានតបទៅវិញថាអត់ទេដោយសារតែខ្ញុំអារម្មណ៍ខ្លាចនាងទាំងអស់គ្នាបាត់បង់ទឹកចិត្តតើនាងមានបារម្ភទេបន្ទាប់ពីអូនរីយ៉ងរបស់យើងបានដេកចាប់មានក្មេងស្រីនៅទីបាននិយាយថាប្រហែលជាអូននេះរបស់យើងពេលនាងរំហើយជានាងដូចជាមនុស្សកំប្លែងមែនទេអូនអ្នកនាងខ្ញុំគិត5ដងទៅក្មេងស្រីនាងមានឈ្មោះអូមីនជីហើយនាងមានអាយុ17ឆ្នាំផងដែរហើយអូនមីនជីរបស់យើងបាននិយាយតទៅថាមើលទៅកាន់នាងទៅដូចជាចរិតកូនក្មេងអញ្ចឹងដូចជាមិនសមនឹងមុខនាងនោះទេមើលទៅខ្ញុំពិតជាអស់សំណើចទៅកាន់នាងអញ្ចឹងបន្ទាប់ពីអូនមីនជីរបស់យើងបាននិយាយចប់គឺប្រុសរបស់យើងបាននិយាយថាតើពួកគេមិនដឹងថាគាត់នៅទីនេះមែនទេគឺថាពួកគេមិនដឹងថាទូប្រុសរបស់យើងនៅក្នុងទប់ទឹកនេះនោះទេបន្ទាប់ពីទូប្រុសរបស់យើងបាននិយាយចប់សុនរីរបស់យើងបាននិយាយថាមិនអីទេខ្ញុំនឹងធន់ទ្រាំនឹងមុខនាងហើយមិនចាំនោះទេនាងប្រហែលជាចាក់ចែងវិធីនេះហើយសុនរីរបស់យើងបានសួរទៅកាន់អូមីនជីរបស់យើងថាអូមីនជីរបស់យើងកំពុងតែធ្វើអីគេខ្ញុំនោះអូមីនជីរបស់យើងបាននិយាយថាតើបង្គោលធម្មតាបានលួចស្ដាប់ទៅកាន់ពួកយើងមែនទេសុនរីរបស់យើងបាននិយាយថាមិនអីទេកុំរំខានគាត់អីខ្ញុំនោះអូមីនជីរបស់យើងបានសុំទោសទៅកាន់អ្នកនៅក្នុងទន្ទឹងផងដែរគឺថាពួកគេមិនដឹងថាទូប្រុសរបស់យើងកំពុងតែនៅក្នុងទន្ទឹងនោះទេខ្ញុំនោះអូនរីយ៉ងរបស់យើងបានចាប់អារម្មណ៍ទៅកាន់ក្មេងស្រីម្នាក់ហើយក្មេងស្រីដែលនឹងបានមើលទៅកាន់អូនរីយ៉ងផងដែរខ្ញុំនោះដាមីរបស់យើងបាននិយាយទៅកាន់ក្មេងស្រីម្នាក់ថាអូជន់អូននេះតានេះខ្ញុំនោះសុនរីរបស់យើងបាននិយាយថាពិតជាមានអ្នកលួចស្ដាប់ទៅកាន់ពួកយើងនិយាយមែនខ្ញុំនោះអូនរីយ៉ងរបស់យើងបានសួរទៅកាន់អូននេះថាតើអូននេះរបស់យើងបានស្ដាប់ឮទៅកាន់ពួកគេនិយាយអាក្រក់ពីអូននេះដែរទេហើយមិនអីទេបើសិនជាគេមិនដេញចេញទាំងទីនេះនាងត្រូវដើរចាក់ចេញខ្លួនឯងហើយទៅហើយនាងត្រូវតែយល់ដឹងពីខ្លួនឯងផង
បន្ទាប់ពីអូននេះចង់របស់យើងបាននិយាយលេខសើចទៅកាន់អូននេះរួចពួកគេក៏បានដើរចាក់ចែងពីអូននេះគឺថាទូប្រុសរបស់យើងបានតែឈរស្ដាប់ទៅកាន់ពួកគេនិយាយលេងសើចទៅកាន់អូននេះនោះទេបន្ទាប់ពីពួកគេបានចាក់ចែងពីទូទឹកអស់សាច់រឿងរបស់យើងកម្មឃើញទូប្រុសរបស់យើងកំពុងតែហាត់រាប់ហើយទូប្រុសរបស់យើងបានសម័យឃើញដែរអូននេះចង់របស់យើងបាននិយាយពីអូននេះរបស់យើងឲ្យអូននេះរបស់យើងយល់ដឹងពីខ្លួនឯងផងឲ្យអូននេះរបស់យើងដើរចាក់ចែងពីខ្លួនឯងមកទៅបន្ទាប់ពីទូប្រុសរបស់យើងឈប់សម័យទូប្រុសរបស់យើងបានគិតនៅក្នុងចិត្តថាមិនអីទេគាត់នឹងមិនដើរចាក់ចែងទីនេះដោយសារតែគាត់នឹងស្ដាប់ឮរឿងនេះនោះទេសាច់រឿងរបស់យើងកាត់ដល់ពេលចប់គឺថាទូប្រុសរបស់យើងបានប្រកាន់ដល់ចប់ហើយទូប្រុសយើងពិតជាហត់មែនតើហើយទូប្រុសយើងបាននិយាយថាខ្ញុំមិនប្រកាសចិត្តទេថាខ្ញុំឥឡូវប្រសើរឡើងជាងមុនមិនអីទេដោយសារតែវាមានរយៈពេលវែងទេដែលខ្ញុំនឹងប្រកាន់ទៅខាងមុខទេមិនអីទេតាំងពីលោកនាយកបានទទួលស្គាល់ចំណេះរបស់ខ្ញុំនឹងខំប្រឹងប្រែងប្រកាន់តទេមិនអីទេដោយសារតែខ្ញុំនឹងលើកតាមចំណែកបានជាខ្ញុំបានចូលមកដល់ទីនេះត្រូវហើយខ្ញុំទទួលបានរាយការណ៍នេះពីអ្នកគ្រប់គ្រងហាងខ្ញុំគួរតែអរគុណអ្នកគ្រប់គ្រងហាងពីលើកដំបូងមកហើយទូប្រុសរបស់យើងបានក្លែងតែមកកញ្ចក់ហើយទូប្រុសរបស់យើងបាននិយាយថាបើសិនជាគាត់នឹងចាក់ចេញពីភ្នាក់ងារនេះតើទូប្រុសរបស់យើងអាចប្រើរាងកាយនេះបានទៀតតើឬទេខ្ញុំនៅទូប្រុសរបស់យើងបានសម័យខ្លួនឯងជាមនុស្សប្រុសតើខ្ញុំខ្លាចជា Kim Kardashian មែនទេបើសិនជាខ្ញុំខ្លាចជា Kim Kardashian មែនច្បាស់ណាស់ខ្ញុំទៅដាក់ពាក្យលើកណាតែងតែបរាជ័យរហូតណាស់បន្ទាប់មកទូប្រុសរបស់យើងបានឈប់គិតទូប្រុសយើងពិតជាខឹងនៅខ្លួនឯងមែនតែហើយទូប្រុសយើងបានលើខ្លួនឯងនឹងកញ្ចក់គេមនុស្សនៅតែមានអ្នកណាគេហៅមកកាត់គាត់អូននេះរបស់យើងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសយើងមិនដឹងទេថាថ្ងៃហ្នឹងគេបិទថ្នាំងមុនម៉ោងថ្ងៃនេះមិនអីទេខ្ញុំឆ្ងល់រឿងមិនគូភ្លើងនៅទីនេះនៅតែភ្លឺបន្ទាប់មកទូប្រុសរបស់យើងបានឆ្លើយទៅកាន់អូននេះរបស់យើងថាមិនអីទេខ្ញុំនឹងបង្ហាត់រីហើយខ្ញុំនឹងចាក់ចេញទីនេះឥឡូវនេះបន្ទាប់មកទូប្រុសរបស់យើងបានដើរចាក់ចេញពីអូននេះរបស់ខ្ញុំនៅអូននេះរបស់យើងបានខ្ញុំនៅអូននេះរបស់យើងមិនឆ្ងល់ទូប្រុសមែនទេហើយអូននេះរបស់យើងបាននិយាយទៅកាន់ទូប្រុសឲ្យទូប្រុសរបស់យើងនឹងជប់សិនហើយអូននេះរបស់យើងបានជឿដៃទៅបាននឹងទូប្រុសរបស់យើងហើយអូននេះរបស់យើងបានសួរទៅកាន់ទូប្រុសថាតើសារភាពនេះឥឡូវនេះតើមិនអីទេបន្ទាប់ពីអូននេះរបស់យើងបានចាប់ទូប្រុសរបស់យើងបែបខាងក្រោយតើទូប្រុសរបស់យើងបានឈាមច្រមុះបាត់ហើយគឺថាទូប្រុសរបស់យើងបានដូរដល់ក្រោមមកធ្វើឲ្យអូននេះរបស់យើងពិតជាភាពដល់នឹងទូប្រុសមែនតើបន្ទាប់ពីទូប្រុសរបស់យើងបានស្លាប់សេរីរបស់យើងកាត់មកឃើញសាហេតុរបស់យើងកំពុងតែដើរទៅកាន់ទូប្រុសរបស់យើងខ្ញុំនៅទូប្រុសរបស់យើងបានភ្ញាក់មកសាហេតុរបស់យើងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសរបស់យើងមិនអីទេខ្ញុំបានឮគេថាឯងបានដួលសម្លាប់នៅមុនទុកដែលឯងបានវឹកហាត់មុនដែលឯងនឹងបានឈាមច្រមុះសំណាងណាស់ដែលអូននេះរបស់យើងបាននៅក្បែរឯងរហូតដែលឯងនឹងកំពុងតែហូរឈាមសំណាងហើយដែលខ្ញុំនឹងបានសាកនៅក្នុងក្រុមហ៊ុនតើឯងនឹងមិនបានបង្ខំខ្លួនឯងនឹងដល់ចំណុចកំពូលមែនទេបានជាឯងដល់ស្ថានភាពបែបនេះតើវាមកពីឯងនឹងនៅក្នុងរាងកាយមនុស្សស្រីច្រើនពេកមែនទេប្រកាសណាស់វារៀងពិបាកបន្តិចហើយដែលយើងនឹងនៅក្នុងរាងកាយមនុស្សស្រីដែលយើងមិនធ្លាប់ប្រើពីមុនបើសិនជាយើងផ្លាស់ប្ដូរនេះមកវិញហើយយើងអាចប្រសើរឡើងជាងនេះខ្ញុំនឹងទូទៅឲ្យយើងមកនិយាយទៅកាន់សាហេតុថាមិនអីទេបើសិនជាគាត់អាចទៅផ្ទះបានគាត់នៅដេកបានបន្តិចប្រហែលជាវាអាចប្រសើរឡើងជាងនេះបន្តិចបន្ទាប់ពីសាហេតុមកយើងបានស្ដាប់ឮទៅកាន់ទូប្រុសនិយាយចឹងសាហេតុរបស់យើងបានសួរទៅកាន់ទូប្រុសថាតើទូប្រុសយើងវាជាអត់សង្ឃឹមមែនទេតើទូប្រុសរបស់យើងមិនបារម្ភថារាងកាយនឹងវាខូចមែនទេបើសិនជាទូប្រុសរបស់យើងមិនទាន់យល់ច្បាស់ពីរាងកាយនេះមែនទេមិនអីទេចាំខ្ញុំនឹងប្រាប់ទៅកាន់ពួកគេថាទូប្រុសរបស់យើងមិនបានប្រកាន់ថ្ងៃស្អែកនោះទេបន្ទាប់ពីទូប្រុសរបស់យើងបានស្ដាប់សាហេតុនិយាយចប់ទូប្រុសយើងបាននិយាយទៅកាន់សាហេតុថាមិនអីទេរយៈពេលដែលខ្ញុំបានប្រកាន់នៅទីនោះវាគ្មានអ្វីសោះហើយខ្ញុំពិតជាសោកស្ដាយនៅក្នុងឯងតែរំសើបស្ដីប្រហែលជាថ្ងៃស្អែកខ្ញុំនឹងគេអាចបណ្ដេញចេញហើយគឺប្រុសយើងបាននិយាយតថាសម្បីតែចំណេញរំចំណេញជ្រេរបស់គាត់ក៏វាមិនអាចត្រឡប់មកវិញផងដែរតើអ្នកគិតថាគេនឹងចង់កិច្ចសន្យាមកនឹងល្ងខោដូចជាខ្ញុំនៅចំណោមទាំងអស់គ្នាទេបន្ទាប់ពីទូប្រុសយើងបាននិយាយចប់សាហេតុមកយើងបាននិយាយថាតើគេទៅចេញមិនទេមិនអីទេហេតុផលដែលពួកយើងមិនទាន់ចង់កិច្ចសន្យាព្រាមដោយសារតែពួកខ្ញុំបានឲ្យពេលវេលានៅម្ខាងទៀតបានគិតពីវាផងដែរហើយសាហេតុមកយើងបាននិយាយតទៅថាមានកុមារតូចច្រើនណាស់ដែលគេចង់ធ្វើការងារបែបនេះហើយសាហេតុមកយើងបាននិយាយតថាគ្រប់ថ្នាក់ទាំងអស់គ្រាន់តែសំណាក់មូលដ្ឋានបន្តទៅកាន់ពួកគេនោះទេហើយធ្វើឲ្យពួកគេរៀងធុញទ្រាន់ផងដែរបន្ទាប់ពីអ្នកបានហ្វឹកហាត់ជាមួយសប្តាហ៍តើអ្នកពិតជាមានសំណួរសួរទៅកាន់ខ្លួនឯងមែនទេតើអ្នកពិតជាចង់ធ្វើការនេះមែនទេសាហេតុមកយើងបាននិយាយទៅកាន់ទូប្រុសថាយកអ៊ីឆាន់ទៀតរបស់អ្នកពិតជារឹងមាំហើយតើអ្នកមិនដឹងមែនទេសូម្បីតែចំណងចិត្តរបស់អ្នកបានផ្លាស់ប្ដូរផងដែរសូម្បីតែចំណេះរបស់លោកពីមុនក៏វាអាចបាត់បង់ផងដែរ
ហើយទើបប្រុសយើងបាននិយាយថាអូតើវាមែនទេមិនអីទេកិច្ចសន្យារបស់យើងនៅតែរលូនដដែលដរាបណានេះមិនរត់ចេញពីទីនេះបើសិនជាវាលំបាកហើយសាហេតុរបស់យើងបាននិយាយទៅកាន់ទើបប្រុសថាជាការពិតណាស់ទើបប្រុសរបស់យើងនៅក្នុងថ្ងៃអនាគតវាពិតជាលំបាកមែនទេធ្វើឲ្យទើបប្រុសយើងរៀនឆ្ងល់នៅរឿងនេះផងដែរហើយទើបប្រុសយើងបានសួរទៅកាន់សាហេតុថាតើពួកគេមិនដេញខ្ញុំចេញភ្លាមៗមែនទេដោយសារតែខ្ញុំមិនទាន់ធ្វើរឿងអីបានមួយសាហេតុរបស់យើងបានសួរទៅកាន់ទើបប្រុសថាតើទើបប្រុសយើងមិនខំយកជំនាញរបស់ខ្លួនឯងមកវិញមែនទេបន្ទាប់ពីស្ដាប់សាហេតុនិយាយចប់ទើបប្រុសយើងបានសួរទៅកាន់សាហេតុថាបានឲ្យសាហេតុរបស់យើងនិយាយប្រាប់គាត់រឿងនេះលឿនមកហើយសាហេតុបានប្រាប់ទៅកាន់ទើបប្រុសថាខ្ញុំមិននឹកស្មានថាលោកនាយកប្រតិបត្តិកើតមានរឿងអើមដូចជានេះហើយខ្ញុំមិនដឹងពុកថាលោកនាយកកើតមិនធ្វើបែបនេះនោះទេប៉ុន្តែហើយសាហេតុរបស់យើងបាននិយាយតថាបរិយទេនេះគឺជាអនុគ្រោះឲ្យនោះទេហើយសាហេតុរបស់យើងបានប្រាប់ទៅកាន់ទើបប្រុសថាឲ្យទើបប្រុសរបស់យើងនេះបញ្ចូលធម៌ពលលើខ្លួនឯងផងឲ្យទើបប្រុសរបស់យើងដល់ដើមតិចតិចហើយទើបប្រុសយើងបាននិយាយថាត្រូវហើយតើយើងនឹងទៅសថាគារនឹងម្ដងទៀតមែនទេព្រមសាហេតុរបស់យើងបាននិយាយថាវាមិនមែននោះទេយើងនឹងទៅទៀតរបស់ខ្ញុំធ្វើឲ្យទើបប្រុសយើងបាននិយាយថាអូពួកយើងល្អណាស់បន្ទាប់ពីទើបប្រុសយើងបាននិយាយចង់ទើបប្រុសយើងបានបិទថ្មីខ្ញុំនឹងទើបប្រុសយើងបាននៅទៅថាហើយគេគឺជាទារបស់សាហិនខ្ញុំនឹងសាហិនរបស់យើងបាននិយាយទៅកាន់ទើបប្រុសថាហើយគេគឺអ្នកទៅទារបស់ខ្ញុំវាផ្លាស់ប្ដូររាងកាយរបស់លោកមិនបានមែនទើបតែថាខ្ញុំមិនបានផ្លាស់ប្ដូររាងកាយរបស់លោកបានមែនទេសាច់រឿងរបស់យើងកម្មដល់ខុនដូដែលសាហិនរបស់យើងបានណាស់ចំណាយពេលតែ5នាទីទៅទេពីក្រុមហ៊ុនមកខុនដូរបស់សាហិនរបស់យើងហើយខុនដូសាហិនរបស់យើងមិនមានអាងមីទឹកផងដែរបន្ទាប់មកពួកគេបានដើរចូលទៅខាងសំណុំនោះទូប្រយើងបាននិយាយថាខ្ញុំគិតថាខ្ញុំនឹងដល់ទីហើយវារៀងយឺតពេលហើយដែលខ្ញុំនឹងមិនចង់រកហានឹងគ្រួសាររបស់សាហិនលំនឹងសាហិនរបស់យើងបានប្រាប់កាន់ទូថាមិនអីទេដោយសារតែខ្ញុំនឹងរស់នៅតែម្នាក់ឯងនោះទេបន្ទាប់ពីសាហិនរបស់យើងបាននិយាយចប់សាហិនរបស់យើងបានដើរចូលទៅខាងក្នុងមុនទូប្ររបស់យើងលំនឹងទូប្រយើងបានព្យាបាលរឿងអីមួយអញ្ចឹងហើយសាហិនរបស់យើងបាននិយាយទៅកាន់ទូប្រថាឲ្យទូប្ររបស់យើងចូលមកពីថាសាហិនរបស់យើងកាច់រៀងលុយមិនគេដែរណាហើយអ្នកគ្នាពិតជាឆ្ងល់រឿងមួយហើយដោយសារតែពីលើកមុនហ្នឹងខ្ញុំនិយាយថាទូប្ររបស់យើងពីជាតិមុនហ្នឹងជាមនុស្សស្រីចាំខ្ញុំនឹងបង្ហាញរូបរាងដែរទូប្ររបស់យើងពីជាតិមុនជាមនុស្សស្រីមិនដែរស្អាតអត់នេះប្រហែលជាអ្នកគ្នាប្រហែលជាលងស្នេហ៍នេះហើយសេរីរបស់យើងបានចាប់ផងដែរចាំជុំគ្នាក្នុងវីដេអូក្រោយ